Ok, số đây nè, nếu nhầm bạn Fuji Mix và cùng mà can camera anime bài xì làm ra giờ mấy ngày ní admin miên hưởng anime môi tia đấy do mòn dạy chạy chu nèo nia đáp tình ní tha là mơ miên chột chạm quay nia xì làm chơi ra đời đường miên đi đái cứ miên chầm nón chương thá kia là kia này dạy pi tụi xây bao giờ nó cứ miên cầm nôm tròn son sặc Pokemon niềng rồi có tụi ban tham pol pi ao cờ rốt chất tôi tập bẹ sexy bản miên tham pol khlang ngay chẳng từ ok កុំឲ្យខាត់ពេលយូរអ្នកមិនទាន់បានជួយចុច subscribe អត់មានទេចុចឲ្យម្នាក់មួយមកហើយម្នាក់ចុចហើយចាំមួយផ្លែតសុំចូល sponsor យើងមួយសិនវីដេអូនេះ sponsor ដោយជីនតាន់ថយនៅជីនតាន់ថយមានលក់ឲ្យបាន anime គ្រប់ប្រភេទគ្រប់មុខគ្រប់ម៉ាកគ្រប់បែបយ៉ាងទាំងអស់អីក៏មានដែរមិនថាកៅអៅមិនថាកាតាប accessory figure status top grade original អីក៏មានដែរនិយាយទៅអ្នកនរគ្នាចង់រកអីក៏បានសឹងថាមានគ្រប់មុខទាំងអស់ហើយហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវការវ៉ាន់អានីមេចង់ទិញវ៉ាន់អានីមេកុំភ្លេចជីនតាន់ថយគឺជាជម្រើសដ៏ល្អសម្រាប់អ្នកនរគ្នាចំពោះ link page admin ដាក់នៅក្នុង description ខាងក្រោមផ្ដើមសាច់រឿងដំបូងមកយើងក៏បានឃើញពីទស្សនវិជ្ជាទូទៅនៅក្នុងសាលាវិទ្យាល័យ Honochi Academy នៅក្នុងសាលានឹងដែរមិនត្រឹមតែជាកន្លែងផ្ដល់ចំណេះដឹងក៏ដូចជាប្រៀនមនុស្សឲ្យចេះប្រយុទ្ធគ្នាខ្លាំងនោះទេដោយវាប្រៀបដូចជាសហគមន៍មួយដែលរស់នៅបែងចែកវណ្ណៈដោយរបបផ្ដាច់ការអញ្ចឹងដែរអ្នកមានធ្វើបាបអ្នកក្រអ្នកខ្លាំងធ្វើបាបអ្នកខ្សោយហើយរបៀបដែលគេបែងចែកវណ្ណៈនៅក្នុងសង្គមហ្នឹងគឺពឹងផ្អែកទៅលើអាវធម្មពល Goku Uniform ដែលបង្កើតឡើងដោយសរសៃសូត្រមានជីវិតមានពីផ្កាយ1ដល់ផ្កាយ3អញ្ចឹងទៅហើយបើអ្នកអត់អាវនឹងវិញដឹងតែរស់នៅរៀងពិបាកតិចហើយកាត់ចូលមកក្នុងបន្ទប់ថ្នាក់រៀនមួយលោកគ្រូម្នាក់កំពុងតែបរៀនសិស្សសុកនឹងភ្លាមនោះប្រធានវិន័យប្រចាំសាលាដែលមានឈ្មោះថាកាម៉ាមៀតឡើងប្រពន្ធយៈហ្នឹងក៏បានសម្រុកចូលមកទាំងកំរោលហើយមូលហេតុហ្នឹងគឺដោយសារតែម៉ាយៈហ្នឹងក៏ទទួលដំណឹងមកថាមានសិស្សម្នាក់នៅក្នុងថ្នាក់នេះកំពុងតែមានកម្រងធ្វើការបះបោរប្រកបភាពចលាចលក្នុងសាលាដោយខ្លាចគេចាប់យកទៅដាក់ពិន័យភ្លាមនោះសិស្សម្នាក់ហ្នឹងក៏បានបង្ហាញខ្លួនបោកគ្រាប់បែកផ្សែងរត់គេចចេញពីកន្លែងហ្នឹងក៏ប៉ុន្តែរត់គេចអត់រួចនោះទេកាម៉ាក៏បានតាមតាន់ដល់អញ្ចឹងទៅប្រូម្នាក់ហ្នឹងក៏បានទាញអាវធម្មពល Goku Uniform ដែលគេលួចបានហ្នឹងយកមកពាក់ដើម្បីតតាំងជាមួយនឹងកាម៉ាខោពីពាក់អាវហ្នឹងចូលខ្លួនហើយធម្មពលរបស់គេក៏បានកើនឡើងភ្លាមរួចនៅទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធគ្នាដោយមិនបានប្រយ័ត្នភ្លាមនោះកាម៉ាក៏ត្រូវបានអាកូនហ្នឹងដាក់គាត់មកដៃចំមកតាហឹងតែគាត់អត់មានការរើកសំបីតែបន្តិចដោយសារតែអាវគាត់គឺមានផ្កាយ3ហើយអាវអាកូនហ្នឹងមានតែផ្កាយ1ហ្នឹងអញ្ចឹងវាយគាត់មិនឈឺជាលទ្ធផលអាកូនហ្នឹងគឺត្រូវបានកាម៉ាវាយវាឡើងទួសាច់ហើយថាតែបានស្រែកប្រាប់គម្រាមសិទ្ធិតីទៀតថាកុំព្យាយាមប្រឆាំងនឹងសាលាអីវាគ្មានបានផលប្រយោជន៍អីទេនិយាយទៅច្បាប់ដ៏តឹងរ៉ឹងនៅក្នុងសាលាក៏ដូចជានៅក្នុងទីក្រុងមួយនេះគឺត្រូវបានគ្រប់គ្រងដោយអូនសាស៊ូគីដែលជាប្រធានក្រុមប្រឹក្សាសិស្សដែលមានអំណាចខ្លាំងជាងគេបំផុតនិងកូនចៅចំណិតរបស់នាង4នាក់ទៀតដែលហៅថា Elite Four ក្នុងនោះក៏មានកាម៉ាដែរមិនយូរប៉ុន្មានតួឯកស្រីរបស់យើងដែលមានឈ្មោះថា Ryuko ក៏បានផ្ទេរមករៀននៅសាលា Honochi Academy មួយនេះដើម្បីវែកមុខរកអ្នកដែលបានសម្លាប់ឪពុករបស់នាងនៅតាមផ្លូវអូន Ryuko ក៏បានជួបជាមួយនឹងអូន Mako ដែលត្រូវជាបងស្រីរបស់អូនក្មេងដំណើរដែលកំពុងតែមកញ៉ែញ៉ៃជាមួយនាងលុះពេលធ្វើដំណើរទៅដល់សាលាអូន Ryuko ក៏បានឃើញគេចងអូនមួយត្រូវបានកាម៉ាវាយមុនហ្នឹងជួរនៅមាត់ទ្វារស្រាប់ឡើងកណោកោកមើលទៅវេទនាខ្លាំងមែនទែននៅឯសាលាហ្នឹងដែរអូន Ryuko ក៏បានជួបជាមួយនឹងអូន Mako ម្ដងទៀតដូចជាមាននិស័យមួយគ្នាហ្មងណាដល់អញ្ចឹងទៅអូន Mako ក៏បានហៅអូន Ryuko ហ្នឹងឲ្យអង្គុយក្បែរនាងកំឡុងពេលដែលលោកគ្រូហ្នឹងកំពុងតែណែនាំអូន Ryuko ទៅសិស្សដទៃទៀតក្រោយពីបានសួរនាំស្គាល់គ្នាអីហើយអូន Mako ក៏បានឲ្យអូន Ryuko ដឹងថាអ្នកដែលមានអំណាចខ្លាំងជាងគេបំផុតនៅក្នុងសាលាមួយនេះគឺជាអូន Satsuki ដែលជាប្រធានក្រុមប្រឹក្សាសិស្ស Student Council នឹងឯងគ្រាន់តែឮចឹងភ្លាមអូន Ryuko ក៏បានទៅស្ទាក់សួរនាំអូន Satsuki ភ្លាមតែម្ដងគ្មានខ្លាចអញើតអីមកបៀកនោះទេនៅពេលហ្នឹងអូន Ryuko ក៏បានបង្ហាញអាវុធដាវកត្រៃធំមួយចំហៀងរបស់នាងទៅកាន់អូន Satsuki ហើយចង់ដឹងថាតើអូន Satsuki ហ្នឹងមានធ្លាប់ស្គាល់អាដាវកត្រៃធំហ្នឹងអត់ដល់ចឹងទៅអូន Satsuki ក៏បានឆ្លើយថាចុះបើនាងធ្លាប់ស្គាល់វាមានបញ្ហាអីមែនហើយចង់ម៉េច You have seen it before, haven't you? And what if I have? ក្រោយពីទទួលបានចម្លើយមួយនេះហើយភ្លាមនោះអូន Ryuko ក៏បានស្ទុះចូលទៅវាយប្រហារអូន Satsuki ភ្លាមតែម្ដងដោយនាងបានសន្និដ្ឋានថាប្រហែលជាអូន Satsuki ហ្នឹងហើយគឺជាអ្នកដែលមានអាវុធដាវកត្រៃធំហ្នឹងមកចំហៀងទៀតហើយអ្នកដែលមានអាវុធកត្រៃធំមកចំហៀងទៀតហ្នឹងដែរគឺជាអ្នកសម្លាប់ឪពុករបស់នាងហ្នឹងឯងភ្លាមនោះប្រធានក្លឹបបដាល់ប្រចាំសាលាដែលមានឈ្មោះថាលោកគ្រូថាកែរុក៏បានចេញមុខមកទប់ទល់ជាមួយនឹងអូន Ryuko ជំនួសដោយគាត់គឺមានអាវធម្មពល Goku ផ្កាយ2ដល់អញ្ចឹងទៅអូន Ryuko វាអត់ឈ្នះលោកគ្រូបដាល់ថាកែរុនឹងទេហើយក៏ត្រូវបានលោកគ្រូម៉ាត់នាងឡើងបោលមុខដូចជាហឺរួចហើយអូន Ryuko ក៏បានសម្រេចចិត្តទៅលួចម៉ូតូតា delivery ម្នាក់រត់គេចចេញពីកន្លែងហ្នឹងសិនឥឡូវនេះក្រុមថ្នាក់លើទាំងអស់គឺបានដឹងពីវត្តមានរបស់អូន Ryuko នៅក្នុងសាលាហើយអូន Satsuki ក៏បានប្រាប់ក្រុមគ្នារបស់នាងឲ្យបានដឹងថាអាវុធដាវកត្រៃធំរបស់អូន Ryuko ហ្នឹងគ
គឺត្រូវបានគេបង្កើតឡើងជាពិសេសដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអាវធម្មពលគោគូនឹងឯងចាំមើលថាតើអូនសាស៊ូគីពាក់ព័ន្ធអីខ្លះជាមួយនឹងការស្លាប់របស់ឪពុកអូនរីយ៉ូកូទៅបានជានាងដឹងរឿងច្រើនបែបនេះកាន់មកខាងអូនរីយ៉ូកូវិញឥឡូវហ្នឹងនាងក៏បានគេចខ្លួនមកដល់ផ្ទះចំណាស់បាក់បែកមួយដែលមើលទៅហាក់បីដូចជាផ្ទះចាស់របស់នាងអញ្ចឹងរួចយើងក៏បានដឹងថាឪពុករបស់អូនរីយ៉ូកូគឺត្រូវបានគេសម្លាប់នៅទីនេះកំឡុងពេលដែលនាងតូចចិត្តក៏ដូចជាស្ដីបន្ទោសខ្លួនឯងថាខ្លួនគឺជាមនុស្សដែលទន់ខ្សោយហ្នឹងភ្លាមនោះនាងក៏បានធ្លាក់ចូលតាក់ក្រោមដីរបស់បរិសអាកំបាំងម្នាក់ដែលតែងតែតាមលបមើលនាងនៅពេលហ្នឹងអូនរីយ៉ូកូក៏បានធ្លាក់ចូលទៅក្នុងបន្ទប់ក្រោមដីមួយជាមួយនឹងខ្លួនត្រូវរបួសប្រឡាក់សិទ្ធិឈាមរួចហើយអូនរីយ៉ូកូក៏ស្រាប់តែជួបជាមួយនឹងអាវធម្មពលពិសេសមួយដែលចេះនិយាយដោយវាបានសុំឈាមអូនរីយ៉ូកូបន្ថែមទៀតព្រោះមុនហ្នឹងអូនរីយ៉ូកូធ្វើសក់ឈាមត្រូវវាហើយថែតែបង្ខំឲ្យអូនរីយ៉ូកូហ្នឹងពាក់វាជាប់ខ្លួនទៀតកាន់មកខាងសាលាវិញឥឡូវហ្នឹងលោកគ្រូថាកាហេរ៉ូនិងក្រុមប្រឹក្សាសិស្ស Student Council បានប្រកាសគម្រាមអូនរីយ៉ូកូពេញទីក្រុងថាបើសិនជាអូនរីយ៉ូកូអត់បង្ហាញខ្លួនទេពួកគេនឹងប្រហារជីវិតអូនម៉ាកូចោលហើយពីបទសំកំណត់គ្នាជាមួយនឹងអូនរីយ៉ូកូនឹងឯងខណៈពេលហ្នឹងដែរយើងក៏បានឃើញថាបរិសអាកំបាំងម្នាក់មុនហ្នឹងតាមពិតទៅគឺជាលោកគ្រូម្នាក់នៅក្នុងសាលាហ្នឹងដែរសោះដោយឃើញពីភាពអយុត្តិធម៌ចំពោះអូនម៉ាកូជាមួយនឹងអូនរីយ៉ូកូខ្លាំងពេកលោកគ្រូអៃក្រូក៏បានប្រាប់ឲ្យលោកគ្រូយុគួរតែធ្វើអីម្យ៉ាងទៅកុំឈរអោបដៃមើលចឹងអីក៏ប៉ុន្តែលោកគ្រូយុអត់អាចជួយអីបាននោះទេដោយខ្សែអ្នកម៉ាក់របស់អូនសាស៊ូគីហ្នឹងគឺធំម៉ាស់បើសិនជាគាត់ហ៊ានញ៉ៃញ៉ៃងាប់ដោយទាំងគាត់ដែរឡើយក៏ទៅអូនសាស៊ូគីឋានៈត្រឹមតែប្រធានក្រុមប្រឹក្សាសិស្សលោកគ្រូយុអត់ហ៊ានធ្វើអីព្រមដឹងថាគ្រួសាររបស់នាងមានតំណែងធំប៉ុណ្ណាទេប៊ីនឹងត្រូវគេចាប់អូនម៉ាកូប្រឡាក់ម្សៅបំពងខ្លាញ់ទៅហើយហ្នឹងភ្លាមនោះអូនរីយ៉ូកូក៏បានបង្ហាញខ្លួនក្នុងចំណោមវងមនុស្សជាច្រើនទៅជួយអូនម៉ាកូទាន់ពេលវេលាអញ្ចឹងទៅលោកគ្រូបដាលថាកាហេរ៉ូក៏បានស្ទុះចេញទៅប្រយុទ្ធជាមួយនឹងអូនរីយ៉ូកូវិញភ្លាមដែរកំឡុងពេលតែប្រយុទ្ធគ្នាហ្នឹងដំបូងឡើយអូនរីយ៉ូកូអត់ទាន់ដោះអាវធំគ្របខ្លួននាងចេញនោះទេតែបន្ទាប់ពីត្រូវពី base skill របស់លោកគ្រូបដាលថាកាហេរ៉ូហើយអាវធម្មពលថ្មីរបស់អូនរីយ៉ូកូក៏ចាប់ផ្ដើមបង្ហាញឡើងនិយាយពីថាញាក់សាច់ហេផឹងសឡឹងមើលអីហ្នឹងមើលតែគេវាយគ្នាបានហើយកុំមើលអីផ្សេងជាមួយនឹងអាវធម្មពលថ្មីនេះលោកគ្រូបដាលថាកាហេរ៉ូក៏ចាប់ផ្ដើមបែកអារម្មណ៍ហើយអូនរីយ៉ូកូក៏ចាប់ផ្ដើមមានប្រៀបវិញម្ដងដល់អញ្ចឹងទៅលោកគ្រូថាកាហេរ៉ូក៏បានបង្ខំចិត្តប្រើ skill ចុងក្រោយរបស់ខ្លួនគឺជា skill កងសូមដៃចេញបលារួចគាត់ក៏បានប្រើធម្មពលទាំងប្រមាណម៉ាត់សម្ដៅចំអូនរីយ៉ូកូតែម្ដងក៏ប៉ុន្តែក្រោយពីម៉ាត់ចំអូនរីយ៉ូកូហើយយើងឃើញថាសូមដៃរបស់លោកគ្រូថាកាហេរ៉ូក៏បានបែកខ្ទេចនេះសបង្ហាញឲ្យយើងឃើញថាអាវធម្មពលថ្មីរបស់អូនរីយ៉ូកូហ្នឹងគឺពិតជាមានធម្មពលខ្លាំងអស្ចារ្យពិតមែនសូម្បីតែអាវធម្មពលគោគូផ្កាយ2ក៏មិនមែនជាដៃគូរបស់វានោះដែរឆ្លៀតឱកាសហ្នឹងអូនរីយ៉ូកូក៏បានចាត់ការទៅលើលោកគ្រូថាកាហេរ៉ូវិញភ្លាមរួចក៏អាចបំផ្លាញអាវធម្មពលផ្កាយ2របស់លោកគ្រូថាកាហេរ៉ូបានសម្រេចបន្ទាប់មកអូនរីយ៉ូកូក៏បានបែរទិសដៅទៅរកអូនសាស៊ូគីវិញរួចក៏បានសួរនាំដេញដោលរឿងឪពុករបស់នាងស្លាប់បន្តទៀតហើយបើសិនជានាងមិនទទួលបានចម្លើយពីអូនសាស៊ូគីនោះទេនោះនាងមិនទៅណាជាដាច់ខាតបើមើលទៅកាន់ទឹកមុខរបស់អូនសាស៊ូគីទៅហាក់បីដូចជានាងដឹងរឿងរ៉ាវទាំងអស់ពាក់ព័ន្ធជាមួយនឹងឪពុករបស់អូនរីយ៉ូកូតែទោះជាយ៉ាងណាអូនរីយ៉ូកូមិនអាចនៅនឹងយូរទៀតបាននោះទេដោយសារតែអាវធម្មពលរបស់នាងបានប្រាប់នាងថាបើសិនជាអូនរីយ៉ូកូហ៊ានតែនៅនឹងយូរទៀតនោះនាងនឹងស្លាប់ដោយសារតែអស់ឈាមយើងមិនខានព្រោះអីអាវហ្នឹងវាបឺតឈាមអូនរីយ៉ូកូគ្នាយើងឲ្យតែអូនរីយ៉ូកូហ្នឹងប្រើធម្មពលរបស់វាដល់ហេតុនេះហើយនាងក៏បានបង្ខំចិត្តដកថយម្ដងទៀតកុំឲ្យស្លាប់នៅនឹងតាន់បន្ទាប់ពីហ្នឹងអូនរីយ៉ូកូក៏បានទៅស្លាប់តាមចើមផ្លូវហើយក៏ត្រូវបានអូនម៉ាកូយកនាងទៅសម្រាប់ព្យាបាលនៅផ្ទះរបស់នាងនៅពេលដែលដឹងខ្លួនឡើងអូរីយ៉ូកូក៏បានវាយឪពុករបស់អូនម៉ាកូនោះឡើងបែកមុខព្រោះនាងស្មានតែមនុស្សរោគចិត្តចាប់នាងមកថៃបំគេវាយបើប៉ាអូនម៉ាកូនឹងធ្វើចរិតប្លែកហ្នឹងក្រោយពីបានសុំទោសក៏ដូចជាណែនាំខ្លួនឲ្យក្រុមគ្រួសារអូនម៉ាកូបានស្គាល់ហើយម៉ាក់អូនម៉ាកូក៏បានឲ្យអូនរីយ៉ូកូនឹងសម្រាប់ញ៉ាំបាយនៅនឹងមួយពេលសិនទៅចាំត្រឡប់ទៅវិញតែថាម្ហូបរបស់ពួកគេមិនដឹងជាស្អីខ្លះទេសិតតែតកៅកោតតែគ្រួសារអូនម៉ាកូនឹងចេះរស់នៅអញ្ចឹងកើតនិយាយចំទៅគ្រួសារអូនម៉ាកូនឹងគឺរោគរាក់ខ្លាំងមែនតើបកមកខាងសាលាហូនេជីវិញយើងឃើញថាអូនសាស៊ូគីក៏បាននិយាយរឿងការប្រកួតតេននីសនៅពេលខាងមុខជាមួយនឹងប្រធានក្លឹបតេននីសដែលមានឈ្មោះថាអូនអូមីកូហើយបើសិនជាការប្រកួតពានរង្វាន់ហុកកាយដូនៅពេលខាងមុខនឹងសាលាហូនេជីគឺជាអ្នកឈ្នះនោះពួកគេនឹងអាចក្តោបក្តៅតំបន់ភាគខាងជើងនៃប្រទេសជប៉ុនបានទាំងមូលតែម្ដងដល់ចឹងទៅអូនសាស៊ូគីក៏បានបកគលអាវធម្មពលគោគូផ្កាយ2ទៅឲ្យអូនអូមីកូដើម្បីឲ្យប្រកាសថាពួកគេនឹងទទួលបានជោគជ័យកាន់មកខាងអូនរីយ៉ូកូវិញមុននឹងចូលគេងនាងក៏បានរំលឹកទៅដល់ការដែលនាងជួបជាមួយនឹងអាវធម្មពលពិសេសជាលើកដំបូងនៅពេលហ្នឹងនាងក៏បានដឹងថាអាវធម្មពលពិសេសហ្នឹងគឺលោកប៉ារបស់នាងដែលមានឈ្មោះថាអ៊ីស៊ីនជាអ្នកបង្កើតឡើងដោយវាគឺមានឈ្មោះថាសេនកាត់ឈូ
នៅថ្ងៃបន្ទាប់អូនរីយ៉ូនិងអូនម៉ាកូក៏បានដឹកដៃគ្នាទៅសាលាធម្មតាតែគ្រាន់តែទៅដល់អូនម៉ាកូក៏បានស៊ីគ្រាប់ទៅនេះរបស់អ្នកគ្រូអូមីកូឡើងប៉ោងមុខដោយសារតែម្សិលមិញអូនម៉ាកូអត់បានចូលរួមវឹកហាត់ជាមួយនឹងក្លឹបទេចឹងហើយឥឡូវហ្នឹងនាងគឺត្រូវតែទទួលពីន័យស៊ីគ្រាប់ទៅនេះ111លានគ្រាប់ដល់ចឹងទៅអូនរីយ៉ូក៏បានជួយតវ៉ាឲ្យថាម្សិលមិញហ្នឹងអូនម៉ាកូអាឡ័យតែគេចាប់យកទៅធ្វើចំណាប់ខ្មាំងហ្នឹងមានពេលអាណាទៅជួញក្លឹបទៅនេះឈួតឡប់របស់អ្នកគ្រូឯងហ្នឹងតែបើទោះបីជាប្រកែកយ៉ាងណាក៏វាគ្មានប្រយោជន៍ដែរច្បាប់នៅហ្នឹងគឺធ្វើបាបតែអ្នកទុនខ្សោយទេតកូនអ្នកធំបានរួចខ្លួនដោយខ្លាចថាអូនម៉ាកូចូលថ្នាក់យឺតគេបដិញ្ញចេញពីសាលាអូនរីយ៉ូក៏សុកចិត្តនៅតតាំងជាមួយនឹងអ្នកគ្រូអូមីកូនឹងជំនួសតែនៅពេលដែលនាងបញ្ចេញធម្មពលអាវសេនកជុចេញមកវាអត់ដំណើរការទេមិនដឹងជាកើតអីវាទេនេះដល់ចឹងទៅអ្នកគ្រូអូមីកូក៏បានលៀងគ្រាប់ទៅនេះមកឡើងមកបាវដែលធ្វើឲ្យនាងប៉ើងធ្លាក់ចូលទៅក្នុងទឹកលូហូរទៅណាទៅណីបាត់បន្ទាប់ពីហ្នឹងលោកគ្រូអៃគូរ៉ូក៏បានមកជួយអូនរីយ៉ូរបស់យើងនៅពេលដែលភ្ញាក់ដឹងខ្លួនឡើងអូនរីយ៉ូមានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាលោកគ្រូអៃគូរ៉ូមកជួយនាងចឹងសោះសំខាន់គាត់ហាក់បីដូចជាដឹងរឿងច្រើនខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងអាវសេនកជុរួចហើយលោកគ្រូអៃគូរ៉ូក៏បានបញ្យល់ថាអាវសេនកជុរបស់អូនរីយ៉ូហ្នឹងគឺជាប្រភេទអាវពិសេសម្យ៉ាងដែលគេហៅថាកាមួយបើចង់ប្រើធម្មពលរបស់វាបានគឺត្រូវការឈាមរបស់អូនរីយ៉ូនឹងឯងអ្វីដែលសំខាន់ធម្មពលរបស់វាគឺខ្លាំងជាងអាវធម្មពលគោគូដែលយើងឃើញរាល់ដងអាកំពុងតែបញ្យល់សុកហ្នឹងចាំបាច់អីទៅដោះអាវបង្ហាញសាច់ភេកហ្នឹងយ៉ាប់មកលោកគ្រូអៃគូរ៉ូរួចហើយយើងក៏បានដឹងថាលោកគ្រូអៃគូរ៉ូហ្នឹងដូចជាទំនងចង់បដូររំលំអំណាចរបស់អូនសាស៊ូគីដែរពេលដឹងដូចនេះអូនរីយ៉ូក៏ចាប់ផ្ដើមសង្ស័យហើយក៏ចង់ដឹងថាតើលោកគ្រូអៃគូរ៉ូហ្នឹងគឺជាណាគេឲ្យប្រកាសក៏ប៉ុន្តែលោកគ្រូអៃគូរ៉ូក៏បានឲ្យនាងទៅវាយឲ្យឈ្នះអ្នកគ្រូតានីអូមីកូសិនទៅចាំគាត់ប្រាប់រួចគាត់ក៏បានឲ្យស្រោមដៃពិសេសមួយទៅកាន់អូនរីយ៉ូថែមទៀតដើម្បីឲ្យនាងងាយស្រួលក្នុងការផ្ដល់ឈាមឲ្យអាវសេនកជុបន្ទាប់ពីហ្នឹងអូនរីយ៉ូក៏បានទៅជួបអ្នកគ្រូអូមីកូដែលកំពុងតែវឹកហាត់ក្រុមត្រៀមប្រកួតនៅហុកកៃដូនៅពេលខាងមុខរួចយើងក៏បានឃើញថាអូនម៉ាកូមិនទាន់រួចខ្លួនទេត្រូវបានគេធ្វើបាបដដែលហើយអូនរីយ៉ូរបស់យើងក៏បានទៅជួយតាន់បើឈលជាមកដល់កន្លែងចឹងអីអ្នកគ្រូអូមីកូក៏បានប្រមូលអូនរីយ៉ូនឹងប្រកួតតែនេះតែម្ដងក៏ប៉ុន្តែដូចយើងឃើញស្រាប់ហើយប្រដាប់វាយរបស់អ្នកគ្រូឡើងប៉ុណ្ណាណីហើយប្រដាប់វាយរបស់អូនរីយ៉ូយើងវិញធម្មតាដល់ចឹងទៅអូនរីយ៉ូចាញ់ព្រៀបខ្លាំងមែនទែនវាយអត់ឈ្នះអ្នកគ្រូទេខ្វះតែមួយពិន្ទុទៀតគឺចាញ់ហើយភ្លាមនោះអាវសេនកជុក៏បានប្រាប់ឲ្យអូនរីយ៉ូរុំដើរកតៃរបស់នាងធ្វើប្រដាប់វាយជំនួសវិញពេលឃើញចឹងអាញាកដាលបាក់ពួកគ្នាគេនឹងក៏បានចោទប្រកាន់អូនរីយ៉ូថាធ្វើខុសលក្ខខណ្ឌការប្រកួតអីក៏ប៉ុន្តែភ្លាមនោះអូនសាស៊ូគីក៏បានបង្ហាញខ្លួនចេញមកអនុញ្ញាតឲ្យអូនរីយ៉ូធ្វើអញ្ចឹងបានដល់ចឹងទៅមានអីអូនរីយ៉ូលេងតូដាក់តែមួយគ្រាប់យកឈ្នះអ្នកគ្រូអូមីកូស៊ីផុយអាហ្នឹងឯងចង់មើលងាយភ្លាមនោះដែរអូនសាស៊ូគីក៏បានចុះមកប្រយុទ្ធគ្នាជាមួយនឹងអូនរីយ៉ូដោយខ្លួនឯងផ្ទាល់តែម្ដងដោយនាងគឺចង់ដឹងថាសមត្ថភាពរបស់អូនរីយ៉ូនឹងគឺខ្លាំងដល់កម្រិតណានៅពេលហ្នឹងអាវសេនកជុក៏បានប្រាប់ឲ្យអូនរីយ៉ូនឹងវាយគ្នាលឿនទៅសល់5នាទីទៀតទេអស់ឈាមស្លាប់បាត់នៅនឹងឡើយបន្ទាប់ពីអូនរីយ៉ូបានទប់កម្លាំងដែលអូនសាស៊ូគីលៀងមកលើនាងម្ដងមកទៅហឹងហើយអូនរីយ៉ូក៏ចាប់ផ្ដើមដឹងថាសមត្ថភាពរបស់ខ្លួនគឺនៅខ្សោយអត់ទាន់អាចវាយជាមួយនឹងអូនសាស៊ូគីឥឡូវនឹងបានទេរួចនាងក៏បានដាក់មេផាយរត់ចេញពីកន្លែងនឹងទៀតអូខេហ្នឹងហើយអ្នកនរគ្នាអេដមីនសូមបញ្ចប់សាច់រឿងរបស់យើងទៅត្រឹមហ្នឹងសិនកុំភ្លេចចាំតាមដានទស្សនាភាពបន្តនៅពេលវេលានិងម៉ោងដដែលជាចុងក្រោយអរគុណដល់អ្នកនរគ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ May the God will bless you